អូខេអ្នកនរគ្នាថ្ងៃនេះយើងជួបគ្នាដែរដែលថ្ងៃដែរយើងមកបន្តនៅសាច់រឿងអ្នកចាក់ខ្មោចរបស់យើងបន្តទៀត Let's go នៅពេលនេះ Pro Ranger កំពុងទៅតគ្នាជាមួយនឹងសត្វមូដែលដើរបឺតព្រលឹងមនុស្សដោយសារតែមូច្រើនពេកហើយបានបឺតព្រលឹងគេខ្លះផងធ្វើឲ្យគេដួលស្លាប់ជាមួយនឹងអាក្មេងដែលគេបានជួយនឹងតែម្ដងចំណែក Ichigo នេះវិញត្រូវបានអាក្បាលអាចជាមួយនឹងកញ្ញារូនឹងបានយកមួកដែល Pro សួយបានផលិតឲ្យគេអាមួកនោះពាក់ទៅគឺថាទៅតាមរកអាមូដែលដើរបឺតព្រលឹងមនុស្សតែម្ដងចំណែកឯមិត្តភក្តិរបស់ Ichigo ម្នាក់ត្រូវបានអាមូបឺតព្រលឹងមនុស្សស្ទាក់មុខគេតែម្ដងហើយក៏បានដេញបឺតឈាមគេគឺតាមបឺតព្រលឹងគេតែម្ដងណាហើយគេក៏ត្រូវបានមូសមួយនឹងបានបឺតចំទ្រូងរបស់គេហើយមូសផ្សេងទៀតក៏បានមកបឺតពីក្រោយទៀតធ្វើឲ្យគេនឹងបេតែនឹងខ្សោះសៃសង្ខារទៅហើយប៉ុន្តែត្រូវបាន Ichigo នឹងមកជួយទាន់មកកាមូសនោះចេញណាប៉ុន្តែគេគឺថាចុកខ្សោយខ្លាំងមែនតើមិត្តភក្តិរបស់ Ichigo នឹងបន្តមកអាពាក់ក្បាលសេមននឹងវាក៏បានទៅដល់កន្លែងនោះអាពាក់នឹងមានឈ្មោះថា Go វាទៅកន្លែងគឺចង់សម្លេះ Ichigo ចោលហើយវាក៏បានបញ្ចេញដូររបស់វាមកតែម្ដងនេះមានរូបរាងពេញពីងដូររបស់អាពាក់នោះបាទហើយក៏បានបើកការវេបខាទៅលើ Ichigo តែម្ដងហើយថែមទាំងធ្វើឲ្យ Ichigo នឹងថាបែកក្បាលទៀតផងចំណែកកញ្ញាហេមេជាមួយនឹង Cloud របស់នាងក៏កំពុងតែដើររបូនផងដែរកញ្ញារូខៃក៏បានដើរទៅដល់កន្លែងនោះហើយកំពុងតែនិយាយគ្នាសុកសុងស្រាប់តែមានបូនម្នាក់បានចេញមកនាងមានឈ្មោះថា Yoshi ហើយម្នាក់ហ្នឹងដូចព្រមតិចស្រីបន្តិចម្ដងទេបាទហើយ Yoshi បានបើកការវិភាគទៅលើពួកគេតែម្ដងហើយអាវុធរបស់នាងថែមទាំងចេះនិយាយជាមួយនឹងនាងទៀតបាទចំណែក Ichigo វិញគឺថាត្រូវបានដូររបស់ Apego គឺថាចាប់ចងដូចសំណាញ់ពីងពីងអញ្ចឹងបាទបន្ទាប់ពីចាប់ចងហើយក៏បានវាយយកតែម្ដងហាហ្នឹងមិនមែនខ្សែធម្មតាណាគឺជាខ្សែដែកវាយយកធ្វើ Ichigo ហ្នឹងគឺថាឡើងទ្រមតែម្ដងអាដូរហ្នឹងវាក៏បានលួចដាវរបស់ Ichigo ហើយក៏ចាក់ទៅលើ Ichigo ជ្រុបតែ Ichigo ស្រាប់តែចាប់ដាងជាប់តែម្ដងនឹងមិនដឹងថាមានកម្លាំងមកពេលណាទេហើយថែមទាំងចាប់បោកដូររបស់ Apego ទៀតផងចាប់បោកសាហាវខ្លាំងតែធ្វើឲ្យអ្នកគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមពិត Ichigo ត្រូវបាន Holo ចូលខ្លួនសោះ Ichigo គឺថាមានកម្លាំងខ្លាំងប្រៀបបានដូចជាមនុស្សមិនគ្រប់ទឹកចឹងបាទវាក៏បានបើកការវិភាគទៅលើដូរលងគឺថាចាក់មកដល់ជ្រុបរុញរហូតដល់ប៉ងចេញពីក្នុងអាគារតែម្ដង Ichigo ក៏បានរើបំរាស់កុំឲ្យបិសាចនឹងគ្រប់គ្រងខ្លួនរបស់គេក៏អាចធ្វើបានតែម្ដងបន្ទាប់ពីធ្វើបានហើយគេក៏បានដួលស្លាប់តែម្ដងដោយសារតែរាងកាយជាមនុស្សរបស់គេគឺថាឡើងទ្រុឌទ្រោមអស់ហើយឃើញយ៉ាបែកក៏បានទៅពីមុខ Ichigo ដើម្បីសម្លេច Ichigo ចោលចំណែកអាក្បាលអាចនេះវិញពេលនេះបានដើររ Pro Ranger បន្ទាប់ពីរកឃើញ Pro Ranger ធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែ Pro Ranger គឺថាបានដួលស្លាប់បាត់ទៅហើយកាត់មក Ichigo វិញពេលនេះគឺថាស្ដាប់ទៅដួលខ្លាំងមែនទែនសូម្បីតែមើលគេគឺថាស្វាងភ្នែកទៅហើយអាបែកហ្នឹងគឺថាមើលទៅ Ichigo ទៅប្រៀបបានដូចជាបរិសម្នាក់ដែលគេធ្លាប់រស់នៅជាមួយគ្នាហើយវាក៏បានសម័យទៅអតីតកាលតែម្ដងមានផ្ទះមួយនៅកណ្ដាលវាលស្មៅដល់ល្វឹងល្វើយវាកំពុងតែធ្វើការងារផ្ទះធម្មតាទៅរស់នៅតែម្នាក់ឯងតែមកអាការីយ៉ាងវាបាននាំបរិសម្នាក់យកមកឲ្យរស់នៅជាមួយនឹង Progo ឃើញហើយគឺមិនចង់ទទួលយកនោះទេប៉ុន្តែអាការីយ៉ាងបានបញ្ចុះបញ្ចូលច្រើនខ្លាំងមែនតើឯងយកទៅអានឹងគឺជាបូនគ្នាយើងអំបូរគ្នាយើងដែរតើដើម្បីអំពួយអំបូរគ្នាយើងឲ្យត្រូវតែធ្វើបង្រៀនវាឲ្យស្គាល់អ្វីជាម្ល៉េះណាហើយនេះអញឲ្យសភៅមន្តអាគមមួយទុកឲ្យបរៀនវាហៅដូលមកទៅឲ្យវាបើកមើលតាមសភៅហ្នឹងទៅបើចង់បានដូលពេលណា Progo គិតចុះកន្លងក៏ព្រមទទួលយកហើយអាការីយ៉ាក៏បានចាក់ចេញពីកន្លែងហ្នឹងបាត់ទៅនៅពេលដែលអាការីយ៉ាចេញទៅបាត់ហ្នឹងអាប្អូនដែលមកនៅជាមួយនឹង Progo គឺថាវាមិនចង់នៅនោះទេថែមទាំងចង់វាយ Progo ទៀតផងណាតែនៅពេលដែលនៅជាមួយនឹង Progo យូរទៅពួកគេក៏ចោះសម្រុះនឹងគ្នាធ្វើការងារជាមួយនឹងគ្នា Progo ប្រើនេះប្រើនោះយ៉ាងទៅគឺថាមើលទៅគឺពិតជាតំណងឲ្យរស់នៅខ្លាំងមែនទែនទោះបីជារៀងហត់បន្តិចប៉ុន្តែវាពិតជាមិនមានអ្វីស្រេះនោះទេគឺថាស្រស់ស្រាយតែម្ដងដាំបន្លែដាំស្រូវដាំអីយ៉ាងទៅណាហើយថ្ងៃមួយហ្នឹងពួកគេក៏បានយកទំលងដែលពួកគេដាំរួចហ្នឹងយកទៅលក់នៅផ្សារហើយក៏បានទិញអាវមួយទុកឲ្យ Pro កាអ៊ីនអាប៉ែដែលមកនៅជាមួយនឹង Progo ណាមួយហ្នឹងឈ្មោះកាអ៊ីនបាទអាប៉ែកាអ៊ីនបន្ទាប់ពីបានអាវហើយគេពិតជារៀងមានអារម្មណ៍ល្អបន្តិចណានៅពេលដែលពួកគេដើរទៅផ្ទះស្រាប់តែមានក្មេងមួយក្រុមគឺបានតាមដានពួកគេគឺអាក្មេងទាំង3នាក់ហ្នឹងគឺវាចង់បានអាវរបស់ Pro កាអ៊ីនហើយវាក៏បានយកដបងយកអីទៅវាយ Progo ទៀតផងដើម្បីគម្រាមយកអាវរបស់កាអ៊ីនអញ្ចឹងទៅតែវ៉ាហ្នឹងបន្ទាប់ពីវាយហើយបាក់ដបងវ៉ាហ្នឹងក៏ភ័យរៀងភ័យដែរប៉ុន្តែ Progo គឺមិនធ្វើអីនោះទេពួកគេក៏បានដើររហូតតតែល្ងាចឡើងវ៉ាស្ទាវភូមិអស់ហ្នឹងវាក៏បានមកនាំគ្នាមកទៀតហើយគឺថាកាន់ក្បិតកាន់ខ្វែវកាន់កំភ្លើងអីច្រើនខ្លាំងមែនទែនពេលឃើញអញ្ចឹង Progo ក៏បានបញ្ចេញដូររបស់វាមកតែម្ដងពួកអាស្ទាវប្រចាំភូមិវាបន្ទាប់ពីឃើញអញ្ចឹងវាក៏បានយកកំភ្លើងបាញ់តែបាញ់ទៅគឺមិនមុតសោះ
ហើយអាដូនឹងវាក៏បានបន្លាចវ៉ានឹងធ្វើវ៉ានឹងភ័យចង់លេចអាចលេចនោមក៏បាននាំគ្នាទៅផ្ទះវិញអស់ទៅបាទប្រូកាអ៊ីនបន្ទាប់ពីឃើញដូលគឺថាមានកំណាយខ្លាំងខ្លាអញ្ចឹងគឺថាចង់បានដែរហើយក៏សុំឲ្យប្រូកងជួយបរៀនគេហើយក៏បានឲ្យគេវឹកហាត់វឹកអីដើម្បីឲ្យគេខ្លាំងខ្លាមានសាច់ដុំរឹងមាំអញ្ចឹងទៅមុននឹងគេទទួលយកសភៅមនោគមដើម្បីទទួលបានដូលប្រូក៏ឲ្យវាមើលតាមសភៅនឹងហាត់រៀននៅខ្លួនឯងទៅនៅពេលយប់ឡើងនៅក្នុងរូងភ្នំហ្នឹងហើយប្រូកាអ៊ីនវាកំពុងតែសូត្រមនោគមដុតភ្លើងដុតទៀនហើយនៅពេលដែលសូត្រតាមសភៅហ្នឹងទៅភ្លើងទៀនកាន់តែធំទៅប្រូកូដេកនៅផ្ទះគឺដេកមិនលក់នោះទេគឺគេគិតតែអំពីកាអ៊ីនគេក៏បានរត់ចេញពីផ្ទះដើម្បីទៅមើលកាអ៊ីនតែម្ដងនៅពេលដែលទៅដល់ឃើញថាកាអ៊ីនហ្នឹងវាបានធ្វើបានដូរមួយរួចបាត់ទៅហើយវាក៏បានសុំឲ្យដូររបស់វាហ្នឹងបញ្ចេញរត់ឲ្យវាមើលហើយអាដូរហ្នឹងគឺថាវាមិនចង់បញ្ចេញរត់ទេវាទៅតែកើតថ្មីយកវាចង់សម្រាកតែកាអ៊ីនវានៅតែសុំដដែលរហូតដល់តែដូរហ្នឹងវាក៏បានយល់ព្រមថានឹងបញ្ចេញរត់ឲ្យវាមើលវាក៏បានបញ្ចេញរត់ឌូងក៏ថាសាហាវខ្លាំងមែនទែនដោយសារតែវាទៅតែកើតថ្មីមិនទាន់ស្គាល់កាអ៊ីនច្បាស់ហ្នឹងវាក៏បានស្រូបយកព្រលឹងរបស់កាអ៊ីនតែម្ដងពេលនេះកាអ៊ីនគឺវាពិតជាពិបាកនៅក្នុងខ្លួនខ្លាំងមែនទែនវាក៏បានសុំឲ្យប្រូកូជួយហើយវាថាវាមិនចង់ស្លាប់នោះទេប៉ុន្តែប្រូកូគឺថាមិនអាចជួយអ្វីបាននោះទេហើយកាអ៊ីនវាក៏បានស្លាប់ការិយាវាលើយ៉ាងគឺថាវាពិតជាសោកស្ដាយខ្លាំងមែនទែនយំយកតែម្ដងហើយប្រូកូក៏សុំទោសទៅថាដែលវាធ្វើបានល្អដែលវាមិនបានហាមឃាត់កុំឲ្យវាប្រើអញ្ចឹងណាប្រូការិយាក៏វាមិនបានថាស្អីឲ្យដែរហើយចាប់តាមថ្ងៃនោះមកវាក៏បានដើរតាមការិយារហូតតែម្ដងឈប់នៅម្នាក់ឯងទៀតដែរបន្ទាប់ពីសម័យតែម្នាក់ឯងរួចប្រូអ៊ីជកូក៏បានងើបឡើងដើម្បីប្រយុទ្ធជាមួយនឹងប្រូកូបន្តទៀតតមកស្រាប់តែលេចមុខចេញមកអ៊ីហ្រូចេញមកតែម្ដងគេមកនឹងដើម្បីជួយអ៊ីជកូដែរចំណែកលោកពូស្តាលីនវិញបានទៅចាប់អតារ៉ូចេញពីហាងរបស់វាធ្វើអតារ៉ូភ័យខ្លាំងមែនតើថាទេចាច់ចម្រិតវាណាតាមក៏ពិតគឺចាប់មកដើម្បីឲ្យជួយប្រូរ៉េនជ័រសោះហើយនឹងក្មេងប្រូម្នាក់ដែលប្រូរ៉េនជ័របានជួយហើយអ្នកជំងឺទាំងអស់ហ្នឹងគេយកទៅដាក់នៅផ្ទះរបស់ប្រូសួយណាមានតែផ្ទះរបស់ប្រូសួយដែលទទួលយករឿងចឹងចំណែកក្រុមរបស់កញ្ញារូខៃវិញគឺថាពួកគេបិទទាំង3នាក់គឺថារួមដៃគ្នាគឺថាមិនអាចយកឈ្នះទៅលើកញ្ញាយ៉ូស៊ីបាននោះទេកញ្ញាយ៉ូស៊ីគឺថាពិតជាសាហាវដែរណាតមកស្រាប់តែអសក់ប្រូវិញបានចេញមកវាបន្ទាប់ពីត្រូវបានអាការិយាបញ្ចូលតាមពលព្រលឹងមនុស្សហើយគឺថាវាពិតជាស្រែកឃ្លានចង់បឺតព្រលឹងមនុស្សចង់វាយគ្នាខ្លាំងមែនទែនវាក៏បានបញ្ចេញដូលរបស់វាមកមិនមែនចាត់ការទៅលើក្រុមកញ្ញារូខៃទេបែរជាទៅគម្រាមយ៉ូស៊ីឲ្យចេញពីកន្លែងហ្នឹងក៏បានចាក់ជ្រុបហើយកញ្ញាយ៉ូស៊ីក៏បានចេញពីកន្លែងហ្នឹងដោយបំណងរបស់អាម៉ាបាហ្នឹងទៅបាទហើយអាមួយហ្នឹងសើចដូចជាមនុស្សមិនគ្រប់ទឹកមិនដឹងទេបន្ទាប់ពីទទួលបានព្រលឹងមនុស្សកញ្ញារូខៃក៏បានបាញ់សោដាក់ទៅលើវាប៉ុន្តែគ្មានប្រយោជន៍នោះទេគឺថាវាកិច្ចផុតតែម្ដងគឺថាលឿនក្រាន់បាល់របស់វាណាវាក៏បានជាដូរដេញបុកពួកគេវិញគឺថាលឿនខ្លាំងមែនទែនហើយអាដូររបស់មួយនោះវាក៏បាននៅពីក្រោយកញ្ញាហេមេឃើញអញ្ចឹងកញ្ញារូខៃក៏បានរត់ទៅរងណាហើយក៏បានចូលក្នុងខ្លួនកញ្ញារូខៃតែម្ដងហើយកញ្ញារូខៃពេលនេះគឺត្រូវបានប៉ែម៉ាបាងវាបានគ្រប់គ្រងកញ្ញារូខៃហើយចំណែកអ៊ីហ្រូជាមួយនឹងអ៊ីជកូនៅវិញពេលនេះអ៊ីហ្រូគឺប្រយុទ្ធគ្នាជាមួយនឹងដូររបស់ប៉ែហ្គោហើយអ៊ីជកូនឹងគឺប្រយុទ្ធជាមួយនឹងប៉ែហ្គោនោះទៅហើយដូររបស់ប៉ែហ្គោមិនទាន់ដឹងថាដាវរបស់អ៊ីហ្រូកាប់ទៅលើដៃទៅគឺដៃកាន់តែមានទម្ងន់ធ្ងន់ទៅណាពេលហ្នឹងអ៊ីហ្រូបានកាប់ទៅលើក្របរបស់ដូលហ្នឹងហើយក៏លោតចូលទៅកាប់ប្រមាណដាវទៀតធ្វើឲ្យដូលហ្នឹងគឺចាប់ដើមធ្ងន់ខ្លួនទៅដោយសារតែដូលហ្នឹងគឺជាដែកហើយមិនអាចធ្វើអ្វីអ៊ីហ្រូបាននោះទេពេលហ្នឹងហើយក៏ជាប់នៅកន្លែងហ្នឹងដោយសារតែកំរាំមិនរួចចឹងទៅចំណែកអ៊ីជកូវិញពេលនេះប៉ែហ្គោបានឲ្យជកូកាប់ទៅលើវាទៅឆ្យកាប់ណាតែជកូគឺមិនហ៊ានប៉ែនោះក៏បានយកដែកនៅចិត្តនោះកាប់ទៅលើអ៊ីជកូវាយទៅលើអ៊ីជកូវិញហើយជកូក៏កិច្ចផុតប៉ុន្តែកិច្ចយ៉ាងណាក៏គេមិនផុតពីកំណាប់ដៃរបស់ប៉ែហ្គោបានដែរប៉ែហ្គោក៏បានចាប់អ៊ីជកូបោកដួលហើយអ៊ីជកូគឺថាឡើងច្អល់បាយតែម្ដងប៉ែហ្គោបានមើលទៅអ៊ីជកូទៅឃើញថាវាប្រៀបដូចជាការអ៊ីនយ៉ាងគឺថាវានៅក្មេងមិនទាន់ចង់ស្លាប់នោះទេចឹងវាខ្លាចថាអ៊ីជកូស្លាប់ដោយសារតែកំណាប់ដៃវាហើយអ៊ីជកូនៅមានអនាគតផ្សេងទៀតហ្នឹងគឺវាមិនសម្រាប់អ៊ីជកូនោះទេដោយសារតែវានៅក្មេងពេកណាមួយវាប្រៀបបានដូចជាការអ៊ីនចឹងគឺថានៅក្មេងពេកគឺត្រូវការអនាគតផ្សេងទៀតណាត្រូវការបានប្រសោតជីវិតផ្សេងទៀតមិនមែនកើតមកតែប៉ុណ្្នឹងហើយងាប់ទៅវិញនោះទេបន្ទាប់ពីគិតចឹងហើយវាមិនចង់វាយក្មេងនោះទេវាក៏បានដើរចេញពីកន្លែងហ្នឹងទោះបីអ៊ីជកូខំស្រែកហៅឲ្យឈប់វាយគ្នាក៏ប៉ែនោះគឺមិនឈប់នោះដែរវាក៏បានដើរទៅយកដូររបស់វាហើយក៏បានចាក់ចេញពីកន្លែងហ្នឹងបាត់ទៅរឿងរបស់អ៊ីជកូក៏ត្រូវបានបញ្ចប់នៅសល់រឿងកញ្ញារូខៃម្ដងពេលនេះកញ្ញារូខៃត្រូវបានប៉ែម៉ាបាងបានគ្រប់គ្រងខ្លួនរបស់នាងមកទៅហើយនៅពេលនេះកញ្ញារូខៃត្រូវបានអាម៉ាបាហ្នឹងបានបញ្ជូនដូលរបស់វាឲ្យទៅសន្ធិដ្ឋនៅក្នុងខ្លួនកញ្ញារូខៃហើយពេលនេះវាបានបញ្ជាកញ្ញារូខៃហ្នឹងឲ្យច្ប៊ីកកញ្ញាហេមេបន្តមកក៏បោះកញ្ញាហេមេឡើងទៅលើមេដើម្បីសម្លាប់នាងចោលតែម្ដងប៉ុន្តែសំណាងល្អក៏ត្រូវបានវេរីរបស់កញ្ញាហេមេនេះជួយសង្គ្រោះនាងទាន់បន្តមកអាមួយហ្នឹងវាក៏បានបញ្ជាឲ្យកញ្ញារូខៃហ្នឹងបាញ់ទៅលើកញ្ញាហេមេទៀតទៅបាញ់គ្រាប់បាល់ភ្លើងរបស់ហ្នឹងបាញ់យកទៅធ្វើឲ្យកញ្ញាហេមេគឺថាធ្លាក់មកពីលើមេតែម្ដ
ដងតែតំណាងល្អត្រូវបាន very របស់នាងជួយទាននាងទៀតដែរកញ្ញារូខៃក៏បានបាញ់សល់បន្ថែមទៀតរះដោយក្រកភ្លើងតែម្ដងធ្វើឲ្យដៃរបស់នាងឡើងជាប់បន្ទាប់ពីឡើងជាប់ខ្លួនប្រាណរបស់នាងក៏ឡើងភ្លឺបន្ទាប់ពីឡើងភ្លឺហើយស្រាប់តែនាងខ្លាយទៅជាស៊ីនីកាមីតែម្ដងប៉ុន្តែស្ថិតនៅក្នុងការគ្រប់គ្រងរបស់អាម៉ាបាហ្នឹងវាបានបញ្ជាឲ្យកញ្ញារូខៃគឺទៅកាប់កញ្ញាហេមេហើយកញ្ញាហេមេហ្នឹងគឺដោយសារតែមិត្តភក្តិហ្នឹងគឺមិនហ៊ានតដៃជាមួយនឹងកញ្ញារូខៃវិញទៀតនោះទេទោះបីជា very របស់នាងប្រាប់ឲ្យនាងតដៃវិញក៏នាងមិនយល់ព្រមនោះដែរកញ្ញារូខៃវាយកញ្ញាហេមេឡើងត្រោមតែម្ដង very របស់នាងប្រាប់ឲ្យតដៃវិញទៅឲ្យងប់មកម៉ាប៉ុន្តែនាងគឺមិនយល់ព្រមនោះទេហើយកញ្ញារូខៃគឺនៅតែបន្តវាយប្រហារទៅលើកញ្ញាហេមេបន្ថែមទៀតនៅពេលដែលកញ្ញារូខៃលោតទៅកាប់កញ្ញាហេមេទៀតហ្នឹងស្រាប់តែមានដាវមួយបានចេញមករងកញ្ញាហេមេតែម្ដងតាមពិតគឺជាអាស៊ូហេសោះវាបានចេញមកជួយកញ្ញាហេមេនៅពេលដែលវាដឹងថាកញ្ញារូខៃត្រូវបានគេគ្រប់គ្រងហ្នឹងវាក៏ចង់សម្លាប់កញ្ញារូខៃចោលអាម៉ាបាសក់ប្រូវេហ្នឹងគឺថាវានិយាយឌឺដងខ្លាំងមែនតែនថាកាប់ទៅងាប់គ្នាឯងតើបន្ទាប់មកស្រាប់តែកញ្ញារូខៃហ្នឹងអាចគ្រប់គ្រងខ្លួនឯងបានបន្តិចនាងក៏ឲ្យកញ្ញាហេមេគឺថាសម្លេះនាងចោលទៅមិនបាច់ទុកទេសារតែនាងមិនអាចគ្រប់គ្រងខ្លួនឯងបានណាឃើញបែបហ្នឹងកញ្ញាហេមេក៏បានសុំអាស៊ូហេហ្នឹងដើម្បីឲ្យនាងចាត់ការកញ្ញារូខៃដោយផ្ទាល់ដៃដោយសារតែមើលទៅនាងគួរអាណិតក៏ក្លេកក៏ខ្លាក់ខ្លាំងពេកហ្នឹងអាមួយនោះក៏យល់ព្រមទៅឲ្យនាងចាត់ការខ្លួនឯងកញ្ញាហេមេក៏បានបញ្ចេញធ្វេងដៃរបស់នាងមកតែម្ដងគឺកញ្ញាហេមេប្រើរបាំងការពារដើម្បីរងគ្រាប់កញ្ញារូខៃដែលបាញ់មកនាងគឺបាញ់យ៉ាងណាក៏បាញ់កញ្ញាហេមេបែករនាងការពារនឹងដែរកញ្ញាហេមេក៏បានរត់ទៅអោបកញ្ញារូខៃគឺអោបបន្ទាប់ពីអោបហើយស្រាប់តែមានពលឺមួយយ៉ាងចម្លែកចេញមកដូចពងក្រួយអញ្ចឹងដោយសារតែមិនអាចទ្រាំទ្រនឹងពលឺនោះបានដូររបស់អាម៉ាបាហ្នឹងវាមិនអាចនៅក្នុងខ្លួនរបស់កញ្ញារូខៃទៀតបាននោះទេវាក៏រត់ទៅតែម្ចាស់វាវិញបន្ទាប់ពីរត់ហើយអាមួយនោះក៏បានបលែងអាដូរនោះឲ្យទៅចូលសាជាថ្មីប៉ុន្តែត្រូវបានអាស៊ូហេវាមកកាប់អាដូរនោះគឺថាឡើងសល់តែគ្រាប់ការឈុករត់ប៉ុណ្ណោះបាទធ្វើនោះខឹងខ្លាំងមែនតើក៏រត់ចូលទៅកំរោលតែម្ដងណារៀននឹងបាតកិច្ចគ្នាទៅហើយស្រាប់តែអេស្ណូបានចេញមកហើយក៏បានវាយអាម៉ាបាឲ្យស្លាប់ហើយក៏បាននាំអាម៉ាបាចេញពីកន្លែងហ្នឹងលឿនខ្លាំងតែទាំងផ្លែបាត់ចេញពីកន្លែងហ្នឹងតែម្ដងអាស៊ូហេខំហៅយ៉ាងណាខំហៅដើម្បីនិយាយគ្នាបន្តិចហ្នឹងក៏អានោះមិននិយាយជាមួយដែរបាទតែពេលនេះរឿងរបស់កញ្ញារូខៃត្រូវបានដោះស្រាយហើយនៅរឿងរបស់ប្រុសដនម្ដងពេលនេះប្រុសដនជាមួយនឹងកញ្ញារូកំពុងតែតតាំងគ្នាជាមួយនឹងបូនកញ្ចាស់មួយតែមកស្រាប់តែកញ្ញារ៉ាន់ជីកូបានចេញមកហើយក៏បានសួរស្ដីទៅកាន់ប្រុសដនយ៉ាងណាថាឲ្យសុខសប្បាយមិនអត់ណាអត់មានដឹងថាកន្លែងនេះគេកំពុងតែតតាំងគ្នាអីណាកញ្ញារូជាមួយនឹងណូវ៉ាហ្នឹងក៏បានណែនាំខ្លួនប្រាប់ទៅកញ្ញារ៉ាន់ជីកូនឹងទៅបាទដោយសារតែពួកនឹងនិយាយគ្នាច្រើនពេកអាតាសាវ៉ាតែជាបូនហ្នឹងវាក៏បាននិយាយថាអូយវាយនិយាយគ្នាច្រើនខ្លាំងតែណាវាយមុនតែម្ដងអាមិនចាំវាយទេហើយវាក៏បានលឹបចូលទៅក្នុងដីតែម្ដងបន្ទាប់ពីចេញមកវិញគឺរូបរាងជាត្រីបាឡែនក្នុងរូបរាងជាត្រីបាឡែនហ្នឹងអាតានោះក៏បានដេញបញ្ជាឲ្យត្រីបាឡែនរបស់វាដេញខំពួកនឹងតែម្ដងហើយដីហ្នឹងប្រៀបបានដូចជាទឹកសមុទ្រអញ្ចឹងបាទដោយសារតែឃើញកញ្ញារ៉ាន់ជីកូរៀងអែមដែរអាតានោះក៏បានឈប់ត្រីបាឡែនវាហើយក៏បាននិយាយលេបខែទៅកញ្ញារ៉ាន់ជីកូនឹងទៅបាទតានោះថាអូតោះទៅមួយបងអីយឺកញ្ញាជីកូគឺមិនខ្វល់ណាតានោះទេនាងក៏បានលើកទូរស័ព្ទដោយសារតែមានអ្នកទេមកប្រាប់ថាគ្នារបស់យើងគឺរួចផុតពីទុក្ខភ័យអស់ហើយគឺនៅតែក្រុមរបស់ប្រូដននោះទេបន្ទាប់ពីលើយ៉ាងនាងកន្លែងព្រួយបារម្ភហើយបន្ទាប់មកស្រាប់តែអាតានោះបានបើកការវិបហាទៅលើពួកគេតែម្ដងត្រីរបស់អាតាសាវ៉ាគឺថាជំងឺដូចក្នុងទឹកចឹងមកគឺថាសាហាវខ្លាំងមែនតើហើយក៏បានចេញមកខំពួកគេយកខំតែតំណាងល្អពួកគេក៏បានរត់ឡើងទៅលើអាគារតនពេលវេលាហើយពួកគេក៏ថាអូលែងអីហើយតាមមកស្រាប់តែត្រីបលែនរបស់អាតានោះបានចេញមកទៀតហើយគឺចេញមកពីអាគារម្ខាងទៀតកញ្ញារូឃើញយ៉ាងក៏បានរុញប្រូដនចេញហើយត្រីបលែននោះក៏លេបកញ្ញារូចូលក្នុងពុកបានទៅប្រូដនឃើញយ៉ាងមិនអាចជួយអ្វីបាននោះទេពួកគេក៏បានវាយទម្លាក់ថ្មរត់ចេញពីកន្លែងហ្នឹងពួកគេក៏បានរត់ទៅកលៀតអាគារមួយគឺរៀងកលៀតណាត្រីនោះមិនអាចចូលមកបានទេពួកគេក៏បានរៀបចំគម្រោងការពួកគេបានគិតថាគួរតែបញ្ឆោតអត្រីបលែននោះឲ្យទៅចិត្តណូវ៉ាហើយណូវ៉ាហ្នឹងគឺស្រូបត្រីបលែននោះចូលទៅក្នុងពោះបន្ទាប់មកក៏យកកញ្ញារូខៃត្រឡប់មកវិញណាបន្ទាប់ពីគិតចឹងហើយពួកគេក៏អនុវត្តតាមនឹងតែម្ដងដោយកញ្ញារ៉ាន់ជីកូគឺបិឆោតនៅឆកដាវីលបន្ទាប់មកស្រាប់តែអត្រីបលែននោះបានបើកការវិវហាទៅលើកញ្ញារ៉ាន់ជីកូប្រូដនក៏បានជួយវាយអត្រីបលែននោះផងដែរមិនត្រឹមតែប៉ុណ្ណោះទេប្រូដនក៏បានចាប់កវីអត្រីបលែននោះកវីចូលកវីឡើងរហូតក៏បានបោះទៅចិត្តណូវ៉ាហាណូវ៉ាហ្នឹងក៏បានបើកពុតថដើម្បីស្រូបត្រីបលែននឹងចេញឃើញវាអត់ចូលពេកធំពេកហ្នឹងប្រូដនក៏បានទៅវាយអត្រីបលែននឹងដើម្បីឲ្យវាចូលទៅក្នុង teleport នោះនៅពេលដែលចូលទៅណូវ៉ាគឺថាវាមិនអាចទ្រាំទ្រនឹងត្រីបាឡែននោះបានទេដោយសារតែវាធំពេកហើយវាក៏បានផ្ទុះខ្លួនចេញមកតែម្ដងហើយក៏បានធ្លាយត្រីបាឡែននោះចេញមកវិញការធ្លាយចេញមកវិញធ្វើឲ្យណូវ៉ានឹងត្រូវរបួសធ្ងន់រៀងគួរសមដែរបន្ទាប់មកត្រីបាឡែននោះក៏បានដេញខំពួកគេទៀតហើយពួកគេក៏បានរត់ចេញពីកន្លែងហ្នឹងតែម្ដងដោយ teleport ចេញពីកន្លែងហ្នឹងណូវ៉ានោះបានប្រើកម្លាំងសេះសរបស់វា teleport ចេញពីកន្លែងហ្នឹងតែម្ដងណាគឺ teleport ទៅកណ្ដាលទីក្រុងតែម្ដងអាតាសាវ៉ានោះគឺថាវាជិះដើររកពេញទីក្រុងទៀតជិះដូចជិះ
ទីឡានហ្នឹងបាទនៅពេលដែលតាសាវ៉ារំតនឃើញប្រូដននឹងគ្នារបស់គេហ្នឹងក៏បានឲ្យកញ្ញារ៉ាន់ជីកូនគឺយកព្រលឹងចេញពីណូវ៉ាដោយយកព្រលឹងចេញពីណូវ៉ាដាក់ចូលទៅក្នុងរាងកាយរបស់តុក្កតាហើយតុក្កតាហ្នឹងវាក៏បានរួមដៃគ្នាជាមួយនឹងកញ្ញាជីកូនឹងដើម្បីបើក portal ឲ្យពួកគេមើលទីតាំងរបស់តាសាវ៉ាហ្នឹងថាវានៅកន្លែងណានៅពេលដែលដឹងទីតាំងគឺពួកគេងាយស្រួលក្នុងការតតាំងប្រកប្រាច់ជាមួយនឹងតាហ្នឹងវិញណាហើយកញ្ញារ៉ាន់ជីកូក៏បានមើលទៅឃើញអូតាហ្នឹងវាមកពីលើអគារហើយប្រូដនត្រៀមខ្លួនតាហ្នឹងក៏បានចេញមកពីលើអគារមកហក់ខំពួកគេតែម្ដងនៅពេលដែលឃើញអញ្ចឹងប្រូដនក៏បានត្រៀមកំដាប់ម្ដាយរួចហើយធ្លាក់មកឲ្យដឹងទៅងាប់ហើយប្រូដនក៏បានតដួមិនដំបងវាយចង់ក្បាលយូរទៅវាយចំពោះស្វាត្រីបន្លែហ្នឹងក៏ថាក្អួតឲ្យវាយវ៉ាន់ដីស្អីច្រើនខ្លាំងមែនតើថែមទាំងក្អួតកញ្ញារូចេញមកវិញផងដែរណាតាសាវ៉ាហ្នឹងបាននិយាយថាអូការប្រកួតគឺត្រូវបានច្បាស់មិនចប់ហើយវាយពិតជាមានកម្លាំងខ្លាំងអាចតបតួជាមួយនឹងពួកយើងបានមែនថ្ងៃក្រោយជួបគ្នាវិញជាពិសេសនោះអូននោះយើតាហ្នឹងក៏បាន teleport ចេញទៅបាត់ទៅបាទពេលនេះរឿងរបស់ Prodon គឺត្រូវបានដោះស្រាយហើយ Prodon ក៏បានដួលស្លាប់បាត់ទៅបាទបន្ទាប់ពីកញ្ញា Ranchiko និងសរសើរគេកាត់មកក្នុងសួរនេះវិញពេលនេះអាម៉ាយូរីដែលជាអាមុខខ្មោចនោះវាកំពុងតែតុកសិចមូម៉ៅខ្លាំងមែនទែនដោយសារតែវាមិនអាចទាញទៅទិន្នន័យអំពីបូនបានទិន្នន័យអំពីបូននោះលាក់បានចិត្តល្អមែនអាវ៉ាដៃហ្នឹងវាត្រូវការទិន្នន័យទាំងអស់ហ្នឹងដើម្បីយកទៅធ្វើការពិសោធន៍វិទ្យាសាស្ត្ររបស់វាណាហើយវាមិនសូវមានពេលទំនេរសោះបើចង់បានទិន្នន័យរបស់បូនហ្នឹងគឺវាត្រូវឡើងទៅលើភពមនុស្សណាវាដឹងថាអាបូនអស់ហ្នឹងវាត្រូវការ Quincy អញ្ចឹងហើយវាស្គាល់ Quincy ម្នាក់ដែលជា Pro Yuri ហ្នឹងបន្ទាប់ពីគិតអញ្ចឹងហើយវាក៏មានគំនិតមួយដើម្បីធ្វើការពិសោធន៍របស់វាតែម្ដងចំណាទាំងអោប្រឡាក់ខ្លាញ់ណាស់វិញពេលនេះត្រូវបានគេនឹងបញ្ជូនវាឲ្យមកយាមទ្វារកំពុងតែយាមសុកសងស្រាប់តែមានអ្វីម្យ៉ាងទេបើការវិភាគទៅលើពួកគេតែម្ដងហើយវាពិតជាឆ្ងល់ខ្លាំងមែនមើលមិនទាន់សោះអាប៉ែហ្នឹងលឿនខ្លាំងមែនវាឃើញអញ្ចឹងក៏បានស្រែកថាជួយម៉ែកុំលាក់ខ្លួនមកចេញមកវាយគ្នាមួយស្មើមកវាមើលមិនទាន់ទេគឺថាឃើញតែស្មោះហោះស៊ុបគឺទៅប៉ុណ្ណឹងថាលឿនខ្លាំងមែនដឹងមិនដឹងថាពីណាពីណីនោះទេវាឃើញអញ្ចឹងក៏បានរត់តាមហើយវាក៏បានត្រូវបានគេឆ្វាច់បន្តិចធ្វើឲ្យបែកឈាមផងដែរណាហើយការវាប្រហារហ្នឹងធ្វើឲ្យផ្អើលកន្លែងហ្នឹងបន្តិចផងដែរហើយវាក៏បានប្រាប់តាប៉ាឈីទៅថាអូខ្ញុំមើលមិនទាន់ទេទោះបីជាវាយត្រូវខ្ញុំក៏ខ្ញុំមើលវាមិនទាន់លឿនខ្លាំងមែនទែនប៉ាឈីគ្រាន់តែញញឹមតែប៉ុណ្ណោះបាទហើយថ្ងៃហ្នឹងដែរគឺថាព្រះច័ន្ទរៀលល្អខ្លាំងមែនទែនពេលនេះ Pro Yuri កំពុងតែវឹកហាត់ដើម្បីទទួលបានថាមពល Quincy របស់គេមកវិញគេក៏បានសម័យទៅតារបស់គេហើយជាតារបស់គេដែលបានបង្រៀនគេប្រាប់គេណែនាំគេតាំងពីក្មេងអញ្ចឹងទៅគេក៏នឹកតាគេខ្លាំងមែនទែនគេក៏បានសាកល្បងដើម្បីទទួលបានថាមពល Quincy របស់គេមកវិញគេក៏បានធ្វើផងអនុវត្តតាមការសម័យរបស់គេដែលនឹកតារបស់គេផងទោះបីជាយ៉ាងណាក៏ដោយក៏គេមិនអាចទទួលបានថាមពលនោះត្រឡប់មកវិញផងដែរគឺគេអត់សង្ឃឹមខ្លាំងមែនទែនហើយវាហ្នឹងក៏កាត់ចប់នឹងតែប៉ុណ្្នឹងទៅបាទ